លោកទាំងឡាយដែលឃើញអនុមោទនាគាថាទីលោកទាំងឡាយដតីជាសប្បុរសលោកទាំងឡាយបានប្រកាសនៅបុណ្យហើយផ្សាយនៅបុណ្យនោះជាសកលទេវតាទាំងឡាយក៏អនុមោទនាមនុស្សទាំងឡាយក៏អនុមោទនាផលអនុមោទនានោះកើតឡើងពីចិត្តដែលត្រេកអរចំពោះកុសលកម្មដែលបុគ្គលពួកនោះក្រុមនោះបានធ្វើហើយកុសលនោះក៏បានផ្សាយមកដល់ខ្លួនឯងជួយខ្លួនឯងបានប្រកបដោយចេតនាជាបុណ្យនោះញ៉ាំបុគ្គលដែលបានកើតក្នុងសុគតិភពមានសួគ៌ទេវលោកជាតែអកុសលចិត្តក៏មានសភាពដូចគ្នាយ៉ាងនោះដែរបើយើងជាសប្បុរសបើយើងជាបុគ្គលឆ្លៀសយើងក៏បីកុំយកចិត្តរបស់ខ្លួនទៅឲ្យជាប់ជំពាក់ជាមួយអកុសលកម្មរបស់បុគ្គលផងដទៃព្រោះកុសលដែលបុគ្គលបានធ្វើมันអាចផ្សាយដល់យើងបានទេបើយើងមិនមានសេចក្តីត្រេកអរជ្រះថ្លាក្នុងនោះកុសលកម្មដែលបុគ្គលពួកក្រុមគណៈបានធ្វើក៏มันអាចផ្សាយមកដល់យើងបានដែរបើយើងមិនយកចិត្តឲ្យជាប់ជំពាក់ជាមួយនឹងអកុសលនោះលោកទាំងឡាយភ្លើងឆេះហើយយើងដូចយើងគ្រប់គ្នាសឹកតែជាអស់បើយើងនាំគ្នាយកអស់ទៅវិញក្នុងភ្លើងយូរមិនឆាប់ផេះនឹងកើតមានអស់ដែលមានទៀតហើយព្រោះកាលដែលអកុសលកើតឡើងក្តីរឿងទាំងឡាយកើតឡើងក្តីក្នុងសង្គមក្តីក្នុងហេតុបច្ចុប្បន្នក្តីរឿងទាំងអស់ប្រៀបបីដូចជាភ្លើងយើងម្នាក់សឹកតែជាអស់សឹកតែជាកូនមមាញហើយបើយើងនាំគ្នាហើយចូលតែភ្លើងឬក៏រុញអស់បន្ថែមចុងក្រោយភ្លើងឆេះល្អតែអស់នឹងខ្ទេចទៅសូន្យទៅចុងក្រោយនៅសល់តែផេះហើយយើងទៅចំណេញអ្វីពីផេះនឹងនៅយូរមិនឆាប់គុំមានមហាខ្យល់ឯណាបក់ផេះនឹងដើរទៅកើតជាទលីទៅរសាត់មិនដែលក្នុងលំហរកតែទីតាំងនៅរបស់ផេះនោះមិនឃើញហេតុក៏មាននៅប្រការយ៉ាងនេះដូចគ្នាដែរថាបើលោកទាំងឡាយជាប់ជំពាក់រវល់តែក្នុងរឿងពួកគណៈក្រុមរវល់តែក្នុងរឿងតែជាអកុសលរបស់អ្នកដទៃតែពេលណាមកយើងនឹងរកសេចក្តីស្ងប់ឲ្យខ្លួនឯងបានហើយបើយើងរកសេចក្តីស្ងប់មិនបានអំពីខ្លួនយើងទេយើងទៅស្រែកអង្វរទេវតាឬស្រែកអង្វរអ្នកដទៃឯណាដែលអាចឲ្យសេចក្តីសុខមកដល់យើងគ្រប់ពេលនោះព្រោះសេចក្តីសុខរបស់យើងយ៉ាងច្រើនគេអាចឲ្យយើងបានត្រឹមតែមួយថ្ងៃហ្នឹងមួយពេលហ្នឹងមួយគណៈហ្នឹងពេលដែលយើងត្រូវការចុះអ្នកណានឹងនៅចាំឲ្យសេចក្តីសុខនោះឲ្យតម្រូវការរបស់យើងនោះបានគ្រប់ជ្រុងជ្រោយគ្រប់ពេលវេលានោះគឺមិនមានទេវាតើតែយើងខ្លួនឯងបង្កើតសេចក្តីសុខដែលចេញពីសន្តានរបស់យើងខាងក្នុងគឺចិត្តដែលបានស្ងប់រងាប់ទៅមិនជាប់ជំពាក់ដោយពួកគណៈមិនជាប់ជំពាក់ដោយអកុសលរបស់អ្នកដទៃ